នុទីនអាចប្រើក្បាច់ចុងក្រោយដែរទេហើយតើសៀមឈ្លានពានខ្មែរលើកទី3ដោយរបៀបណាតើខ្មែរយើងអាចទប់ទល់ជាប់ដែរឬទេមែនតើទៅបងប្អូនសៀមវាអាងតែរឿងពីរយ៉ាងតែប៉ុណ្ណោះចាទី1ហ្នឹងគឺវាអាងយោធាទី2ហ្នឹងអាងសេដ្ឋកិច្ចល្បិចរបស់សៀមនៅក្នុងសង្គ្រាមសេដ្ឋកិច្ចនៅសល់តែល្បិចមួយទៀតតែប៉ុណ្ណោះហើយជាក់ស្ដែងដូចជាការដំឡើងពន្ធចាការដំឡើងពន្ធខ្ពស់ទៅលើខ្មែររាល់ការនាំចូលទៅសៀមគ្រប់គ្រងផ្នែកវិនិយោគសេដ្ឋកិច្ចនិងសហប្រតិបត្តិការរបស់ពួកបរទេសជាមួយនឹងខ្មែរដែលឆ្លងកាត់ប្រទេសសៀមនិងគម្រាមកំហែងលើពលករនិងសហប្រតិបត្តិការខ្មែរនៅក្នុងប្រទេសសៀមផងដែរហើយបន្ទាប់ពីខាងសៀមវាបានគម្រាមមកខាងខ្មែរយើងបិទឈុំសមុទ្រថៃនៅក្នុងការនាំចូលការផ្គត់ផ្គង់សេដ្ឋកិច្ចនិងយោធាដល់ខ្មែរចំពោះយោធាឬសង្គ្រាមវិញបងប្អូនចាគឺសៀមអាចប្រើនៃកម្លាំងយោធានៅក្នុងរូបភាពបញ្ជូនកងទ័ពនិងយន្តហោះចម្បាំងឬកងទ័ពប្រឆាំងវាយលើតំបន់ប្រកាសសិទ្ធិឬតំបន់ស្មើគ្នាក្នុងកម្រិតយុទ្ធសាស្ត្រប្រហែលមិនបង្ហាញច្បាស់លាស់ដើម្បីវាយប្រហារលើកម្រិតយោធានិងជុំវិញព័ត៌មានខ្មែរត្រូវតែឆ្លើយតបហើយបងប្អូននឹងប្រយ័ត្ននៅក្នុងពេលនោះហើយគឺសៀមអាចប្រើប្រាស់ប្រព័ន្ធព័ត៌មានខ្មែរដើម្បីបង្កើតការរិះគន់នៅក្នុងសង្គមខ្មែរយើងបង្កការភ័យខ្លាចក៏ដូចជាបំបីឯកភាពនៅក្នុងសង្គមបន្ទាប់មកទៀតគឺសៀមអាចប្រើប្រាស់នៅក្នុងកម្រិតនយោបាយទ្វេភាគីខ្មែរហើយនិងសៀមនៅក្នុងអន្តរជាតិដើម្បីធ្វើសម្ព័ន្ធភាពជាមួយនឹងប្រទេសក្រៅនិងដើម្បីទប់ស្កាត់ដើម្បីទប់ស្កាត់ការគ្រប់គ្រងពីអង្គការសហប្រជាជាតិមកលើខ្មែរបង្កទំនាក់ទំនងបែបចម្រុះដើម្បីផ្លាស់ប្ដូរតុល្យភាពមតិសាធារណៈអញ្ចឹងបងប្អូននៅវិធីសាស្ត្រទាំងនេះគឺអាចមានកម្រិតខុសគ្នាដោយផ្អែកលើស្ថានភាពរយុទ្ធសាស្ត្រនិងអន្តរជាតិមិនមែនសៀមអាចឈ្នះបានទាំងអស់នៅក្នុងពេលខ្លីទេបងប្អូនចាពីព្រោះថាខ្មែរយើងបងប្អូននឹងស្រាប់ហើយថាមានសមត្ថភាពតស៊ូនឹងការគ្រប់គ្រងពីមជ្ឈដ្ឋានអន្តរជាតិដើម្បីទប់ស្កាត់ផ្នែកសេដ្ឋកិច្ចយោធានិងប្រជាមតិអន្តរជាតិចូលមកដល់រឿងនាយករដ្ឋមន្ត្រីចាំផ្ទះអនុទានវិញបងប្អូនចាគឺអាចប្រើប្រាស់ក្បាច់ចុងក្រោយគឺជាក្បាច់ធ្វើសង្គ្រាមមុនការបោះឆ្នោតនិងរដ្ឋប្រហារក្រោយចាញ់ឆ្នោតដោយពឹងផ្អែកទៅលើពួកយោធានិងស្ដេចសៀមអាចប្រហែលមិនអាចទៅរួចទេបងប្អូនចាគិតបែបហ្នឹងគឺប្រហែលមិនអាចទៅរួចទេដោយសារតែហេតុផលពីរទី1ហ្នឹងគឺពេលវេលាខ្លីពេកហើយទី2ហ្នឹងគឺកិច្ចពីការទទួលខុសត្រូវនៅក្នុងសង្គ្រាមលើកទី2ហើយចំពោះបញ្ហាសង្គ្រាមសៀមឈ្លានពានខ្មែរវិញបងប្អូនចាគឺអាចប្រហែលជាត្រូវបញ្ចប់ត្រឹមនាយករដ្ឋមន្ត្រីថ្មីរបស់សៀមនឹងឯងបើនិយាយអំពីនីតិវិធីវិញគឺអាចអូសបន្លាយពីព្រោះថានាយករដ្ឋមន្ត្រីថ្មីរបស់សៀមនេះគឺមិនអាចទទួលខុសត្រូវលើអ្វីដែលពួកនាយករដ្ឋមន្ត្រីសៀមបន្តបង្កើតកំហុសនោះទេហើយចង់ជម្រាបជូនប្រាប់បងប្អូនមួយវិញទៀតថាអ្វីដែលសំខាន់បំផុតសម្រាប់ខ្មែរយើងនៅក្នុងពេលបច្ចុប្បន្ននេះបងប្អូនគឺកុំស្រន់ស្លោឃើញអីក៏ដោយត្រូវតាំងចិត្តឲ្យមាំចាតាំងចិត្តឲ្យរឹងណាបងប្អូនកុំឆាប់ស្រន់ស្លោឲ្យសោះនៅក្នុងរូបភាពដែលសៀមបានបង្កើតក្នុងកម្រិតសេដ្ឋកិច្ចនិងកម្រិតយោធាបើសិនជាបែកបាក់គ្នាបងប្អូនបើខ្មែរយើងបែកបាក់គ្នាប្រកាសជាចាញ់ល្បិចរបស់សៀមជាមិនខានទេដោយដែលខ្ញុំបាននិយាយរាល់វីដេអូខ្ញុំថាបងប្អូនកុំបែកបាក់សាមគ្គីគ្នាណាប្រយ័ត្នចាញ់ល្បិចរបស់សៀមតែចាញ់ឲ្យងើបមុខអត់រួចទេបងប្អូនចាដូចជាអ្វីដែលខ្ញុំបានជម្រាបជូនប្រាប់បងប្អូនអញ្ចឹងគឺមើលឲ្យស្គាល់ពីល្បិចរបស់សៀមបងប្អូនចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរដ្ឋាភិបាលជឿទុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ